ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីរបៀបធ្វើកញ្ចក់របស់ខ្ញុំម្ដងចាឃើញនៅក្បាលវីដេអូស្រាប់ហើយគឺភ្ញៀវចង់បានពណ៌ក្រហមអញ្ចឹងខ្ញុំក៏ឌីបម្សៅឃ្លាឲ្យគាត់ចំនួន2ជាន់ចាហើយយើងក៏លាបជែលពណ៌ក្រហមពីលើឲ្យគាត់វិញអញ្ចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំឌីបឃ្លា2ជាន់ហើយខ្ញុំក៏លាបទឹកសម្ងួតចាទឹកសម្ងួតហ្នឹងគឺសំខាន់មែនតើបងប្អូនបើសិនជាយើងឌីបម្សៅហើយយើងអត់លាបទឹកសម្ងួតហ្នឹងទេឬក៏ទឹកសម្ងួតហ្នឹងអត់ស្ងួតទេគឺពេលដែលយើងត្រៀលគឺធ្វើឲ្យដាច់ពណ៌ដុំចាបន្ទាប់ពីលាបទឹកសម្ងួតស្ងួតហើយយើងចាប់ផ្ដើមរុះរាងសារថ្មីចារុះរាងគឺមុននឹងពេលដែលយើងឌីបហ្នឹងគឺយើងរុះរាងហើយម្ដងហើយក៏ប៉ុន្តែនៅពេលដែលយើងឌីបហើយគឺវាមានការបាត់បង់រាងអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមរុះសារថ្មីដើម្បីឲ្យរាងហ្នឹងមើលទៅឃើញស្អាតមកវិញចាបន្ទាប់ពីរុះរាងបានហើយយើងក៏ចាប់ផ្ដើមត្រៀលចាគឺយើងត្រៀលគល់កញ្ចក់ហ្នឹងឲ្យ smooth ឃើញស្អាតចានៅពេលដែលយើងរុះរាងឃើញស្អាត smooth ឃើញស្អាតហើយការលាបពណ៌ក៏មើលទៅឃើញស្អាតដូចគ្នាចាហើយការរុះគល់កញ្ចក់ហ្នឹងគឺសំខាន់ដូចគ្នាដែរបើសិនជាបើយើងរុះគល់អត់ស្អាតទេគឺធ្វើឲ្យកញ្ចក់យើងហ្នឹងមានការជ្រាបទឹកខូចកញ្ចក់ភ្ញៀវអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងការពារដើម្បីកុំឲ្យកញ្ចក់យើងមានការជ្រាបទឹកបន្ទាប់ពីយើងត្រៀលគល់នឹងស្អាតហើយគឺយើងយក buffer មក buff នៅលើកញ្ចក់ហ្នឹងណាបងប្អូនគឺបោះឲ្យស្អាតឲ្យរលោងអញ្ចឹងទៅមុនពេលដែលយើងឲ្យភ្ញៀវទៅលាងដៃមុននឹងយើងលាបពណ៌ចាហើយបន្ទាប់មកគឺនាងខ្ញុំចាប់ផ្ដើមលាប base coat ចា base coat នៅគ្រប់10ម្រាមអញ្ចឹងណាបងប្អូនលាបឲ្យគៀកគល់អញ្ចឹងទៅហើយកុំឲ្យហៀដែរចាបន្ទាប់មកគឺយើងចាប់ផ្ដើមលាបពណ៌ចាហើយពណ៌ដូចនៅដើមក្បាលវីដេអូអញ្ចឹងគឺភ្ញៀវចង់បានពណ៌ក្រហមអញ្ចឹងខ្ញុំក៏លាបពណ៌ជែលពណ៌ក្រហមឲ្យភ្ញៀវចាហើយការលាបពណ៌របស់ខ្ញុំគឺខ្ញុំលាបឲ្យគៀកគល់និយាយរួមគឺទុកតែមកតែខ្សែសក់ទេហើយធ្វើម៉េចព្យាយាមលាបពណ៌ឲ្យមើលទៅឃើញមូលស្អាតទៅណាបងប្អូនចាហើយចុងក្រោយគឺនាងខ្ញុំដាក់ top coat ចាគឺជាទឹកចុងក្រោយចាហើយកញ្ចក់ចេញមកហើយចាគឺចេញមកបែបនេះចាហើយវីដេអូក៏មានតែប៉ុណ្្នឹងឯងអរគុណបាយបាយ